ជំរាបសួរបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel គង្វិលជាមួយនឹង Playlist Survivor Podcast ឬវីដេអូជាសំឡេងដោយដែលពេលមុនអញ្ចឹងសាច់រឿងនៃវីដេអូគឺមានរូបភាពតិចតួចតែប៉ុណ្ណោះតែយើងគឺផ្ដោតទៅលើសំឡេងដើម្បីឲ្យបងប្អូនអ្នកស្ដាប់គាត់អាចស្ដាប់បណ្ដើរនិងធ្វើការបណ្ដើរបានហើយសាច់រឿងរបស់យើងថ្ងៃនេះគឺនិយាយអំពីកម្ពុជាមនុស្សម្នាក់ដែលគាត់បានកែប្រែឡានរបស់គាត់ដែលកំពុងខូចខាតឲ្យក្លាយទៅជាម៉ូតូសម្រាប់ធ្វើដំណើរដោយដំណើរសាច់រឿងនេះគឺកាត់ឡើងនៅលើវាលខ្សាច់សាហារ៉ាដែលជាវាលខ្សាច់ដ៏ធំមួយឈរលើលេខរៀងទី3ក្នុងចំណោមវាលខ្សាច់ទាំង10លើពិភពលោកដែលវាលខ្សាច់នេះគឺមានទំហំធំរហូតដល់ 9.2 មីលីនគីឡូម៉ែត្រក្រែណោះបានអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងទៅស្ដាប់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនេះគឺបានកើតលើបុរសម្នាក់ដែលមានឈ្មោះថា Emily Leary គាត់បានកើតនៅថ្ងៃទី23ខែសីហាក្នុងឆ្នាំ1949នៅប្រទេសបារាំងហើយជំនាញរបស់គាត់គឺជាវិស្វករនិងអគ្គិសនីប្រវត្តិរបស់លោក Emily គឺមិនសូវជាមានគេសរសេរច្រើនទេនៅលើប្រព័ន្ធអ៊ីនធឺណិតដូចនេះខ្ញុំមិនសូវជាមានអ្វីនិយាយច្រើនទេអំពីគាត់អញ្ចឹងយើងនាំគ្នាចូលទៅថ្ងៃកើតហេតុតែម្ដងទៅនៅក្នុងឆ្នាំ1993ខែមីនាបុរសជនជាតិបារាំងវ័យ43ឆ្នាំម្នាក់នេះគាត់បានធ្វើដំណើរតែម្នាក់ឯងពីទីក្រុងឋានថានទៅសាកូរ៉ាដែលទីតាំងទាំងពីរនេះស្ថិតនៅក្នុងប្រទេសម៉ូរ៉ូកូដែលជាប្រទេសមួយដែលមានទឹកដីនៅលើទ្វីបអាហ្វ្រិកគាត់បានចាក់ចេញពីឋានថានជាមួយនឹងឡានចាស់របស់គាត់ដែលមានម៉ាក Citroen 2CV ដែលជាឡានផលិតនៅក្នុងប្រទេសបារាំងដែលឡានរបស់គាត់នេះនៅសម័យនោះគឺវាល្បីនឹងភាពធន់នៅក្នុងការប្រើប្រាស់ហើយនៅក្នុងឡានរបស់គាត់នៅពេលនោះគាត់បានរៀបចំអីវ៉ាន់មួយចំនួនដូចជាសម្ភារៈជាងសាំងទឹកនិងអាហារផងដែរសម្រាប់ក្នុងការធ្វើដំណើររបស់គាត់ហើយអ្វីដែលសំខាន់គឺកំឡុងពេលដែលគាត់បានធ្វើដំណើរហ្នឹងនៅក្នុងប្រទេសម៉ូរ៉ូកូគឺកំពុងតែមានសង្គ្រាមស៊ីវិលដែលសង្គ្រាមនោះមានរយៈពេល18ខែមកហើយកំឡុងពេលហ្នឹងខាងរាជរដ្ឋាភិបាលក៏បានចរចាក្នុងបទឈប់បាញ់ដែរប៉ុន្តែការចរចារវាងគ្នានេះគឺមិនទាន់បានជោគជ័យនៅឡើយទេអញ្ចឹងនៅតាមព្រំដែនតាមតំបន់នីមួយៗគេបានដាក់ក្រុមទាហានដើម្បីរក្សាសុវត្ថិភាពនៅក្នុងតំបន់របស់ពួកគេហើយនៅពេលដែលលោក Emily គាត់បានធ្វើដំណើរទៅដល់តំបន់ខ្សែបន្ទាត់ដែលមានទាហានយាមកានោះនាយទាហានបានបញ្ឈប់ដំណើររបស់គាត់ហើយសួរនាំគាត់ពេលនោះលោក Emily គាត់បានប្រាប់ទៅទាហានយាមកានៅទីនោះថាគាត់មានបំណងឆ្លងកាត់ទីនេះដើម្បីធ្វើដំណើរទៅសាហ្គូរ៉ាប៉ុន្តែទាហាននៅទីនោះមិនបានអនុញ្ញាតឲ្យគាត់ឆ្លងកាត់កន្លែងរបស់ពួកគេឡើយគេបានណែនាំគាត់ឲ្យគាត់ត្រឡប់ទៅទីក្រុងឋានថានវិញហើយនៅពេលនោះដែរនាយទាហានបានសួរទៅលោក Emily ថាតើគាត់ត្រូវការអ្នកការពារសុវត្ថិភាពគាត់ដែរទេបើសិនជាគាត់ត្រូវការពួកគេនឹងឲ្យទាហានជូនដំណើរគាត់ទៅវិញតែនៅពេលហ្នឹងលោក Emily គឺគាត់មិនចង់ឲ្យនាយទាហានទាំងអស់នោះតាមលោកក្នុងការធ្វើដំណើរឡើយតែលោក Emily គាត់ដឹងថានៅអាហ្វ្រិកបើសិនជាយើងបដិសេធមិនឲ្យទាហានជិះរួមដំណើរបែបនេះគឺគេចាត់ទុកថាជាការមើលងាយអញ្ចឹងលោក Emily ក៏បានយល់ថាឡានរបស់គាត់គឺតូចនិងមានអីវ៉ាន់ច្រើនហើយគាត់ក៏បានទាញយកប័ណ្ណធានារ៉ាប់រងរបស់គាត់ទៅបង្ហាញទាហានទាំងអស់នោះថាការធានារ៉ាប់រងរបស់គាត់គឺមិនធានាទៅលើអ្នករួមដំណើរទេបើមានបញ្ហានៅក្នុងការធ្វើដំណើរនោះគឺគេទទួលខុសត្រូវតែលោក Emily និងឡានរបស់គាត់តែប៉ុណ្ណោះពេលនោះគាត់បានបន្តអះអាងនិងយកលេសប្រាប់ទាហានទាំងអស់នោះថាគាត់អាចត្រឡប់ទៅវិញបានដោយខ្លួនឯងនៅពេលឮដូចនេះទាហានទាំងអស់នោះក៏មិនបានដេញដោលគាត់ទៀតឡើយហើយលោក Emily គាត់ក៏បានបកឡានរបស់គាត់ត្រឡប់ទៅវិញហើយគាត់ក៏មិនសប្បាយចិត្តដែរចំពោះខ្សែភ្នែកទាហានទាំងនោះតាមសម្លឹងមើលមកគាត់ហើយគាត់ក៏ឧស្សាហ៍ងាកក្រោយទៅមើលកន្លែងដែលទាហានទាំងអស់នោះឈរជើងដែរដែលក្នុងចិត្តរបស់គាត់គឺខ្លាចទាហានទាំងអស់នោះអាចនឹងលួចតាមឡានរបស់គាត់ឃើញដូចនេះគាត់បានបន្ថែមល្បឿនឡានរបស់គាត់យ៉ាងលឿនដើម្បីចាក់ចេញពីខ្សែភ្នែករបស់ពួកគេហើយនៅពេលនោះចិត្តរបស់គាត់គឺនៅតែគិតការបន្តដំណើរទៅសាហ្គូរ៉ាហើយនៅពេលនោះគាត់ក៏ស្រាប់តែនឹកឃើញគំនិតមួយថាគាត់នឹងជិះឡានតាមផ្លូវវាងដើម្បីគេចឲ្យផុតពីកន្លែងប្រាសទាហានទាំងអស់នោះគិតរួចហើយគាត់ក៏បានសម្រេចចិត្តថាគាត់នឹងបន្តដំណើរទិសដៅរបស់គាត់កំឡុងពេលដែលធ្វើដំណើរលើដងផ្លូវប្រហែលជា5គីឡូម៉ែត្រពីកន្លែងទាហានហ្នឹងគាត់បានឃើញផ្លូវមួយដែលឆ្លងកាត់វាលខ្សាច់ហើយគាត់ជឿថាវាជាតំបន់មួយដែលល្អសម្រាប់ការធ្វើដំណើរគេចចេញពីកន្លែងត្រួតពិនិត្យដូចនេះគាត់បានបត់តាមផ្លូវនោះភ្លាមតែដំណើរលើដងផ្លូវដែលគាត់បានបត់ចូលនេះដូចមិនបានធ្វើឲ្យគាត់បានអង្គុយសំណុកសុខសួរនោះឡើយដោយសារតែផ្លូវនោះគឺមានដុំថ្មជាច្រើននិងមានស្ថានដីមិនស្មើគ្នាដែលធ្វើឲ្យឡានរបស់គាត់រលាក់ជាខ្លាំងហើយមិនយូរប៉ុន្មានឡានរបស់គាត់បានបុកកលនឹងថ្មដ៏ធំមួយដែលធ្វើឲ្យឡានរបស់គាត់ជាប់នៅមួយកន្លែងពេលនោះលោក Emily គាត់បានចោះមកមើលឃើញថាឡានរបស់គាត់ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរដែលមិនអាចបន្តដំណើរទៅមុខបានជាពិសេសវាប៉ះពាល់ទៅតំបន់ស្លាបបញ្ជៀវនៅកង់ខាងមុខហើយមិនតែប៉ុណ្ណោះធ្វើឲ្យកង់ខាងមុខរបស់គាត់បែកនិងខូចខាតទាំងស្រុងពេលនេះលោក Emily ក៏ដឹងថាគាត់បានជាប់គាំងនៅផ្នែកមួយនៃវាលខ្សាច់សាហារ៉ាដែលជាវាលខ្សាច់ដ៏ធំប៉ុន្តែវាក៏ជាសំណាងដែរកន្លែងដែលគាត់ខូចខាតឡានហ្នឹងគឺមានចម្ងាយត្រឹមតែ25ម៉ាយឬស្មើនឹង40គីឡូម៉ែត្រពីទីក្រុងឋានតែប៉ុណ្ណោះដែលចម្ងាយប៉ុណ្នេះគាត់អាចធ្វើដំណើរដោយថ្មើរជើងបាន
អានេះបើតាមអ្វីដែលខ្ញុំគិតត្រឹម40គីឡូម៉ែត្រគឺចម្ងាយប៉ុណ្ណេះយើងអាចដើរបានហើយបើតាមបទពិសោធន៍ជាក់ស្ដែងបើដីរាបស្មើយើងអាចចាយពេលពី2ថ្ងៃក្នុងចម្ងាយហ្នឹងតែបើដើរតាមព្រៃភ្នំវិញមានចំណោទឡើងចុះអីអាហ្នឹងយើងអាចចាយពេល3ទៅ4ថ្ងៃតាមស្ថានដីជាក់ស្ដែងអញ្ចឹងណាអានេះក្នុងអ្វីដែលខ្ញុំនិយាយហ្នឹងគឺសំដៅលើការធ្វើដំណើរធម្មតាដោយយើងគិតទាំងការសម្រាប់ដែរហើយចំពោះលក្ខខណ្ឌរបស់លោកអ៊ីម៉ាលីហ្នឹងយើងក៏មិនទាន់ដឹងពីមូលហេតុដែរថាមិនមិនគាត់មិនព្រមធ្វើដំណើរទៅថ្មើរជើងហ្នឹងអញ្ចឹងយើងមកតាមដានសាច់រឿងរបស់គាត់បន្តទៀតនៅពេលនោះគេក៏មានការសួរនាំគាត់ដែរថាម្ដេចបានជាគាត់មិនដើរមកក្នុងចម្ងាយប៉ុណ្នេះហើយតើតំបន់នោះមានឧបសគ្គដោយសារកម្ដៅខ្លាំងឬយ៉ាងណាប៉ុន្តែលោកអ៊ីម៉ាលីបានតបថាអាកាសធាតុនៅទីនោះគឺមិនអាក្រក់ទេតំបន់ដែលគាត់ជាប់គាំងហ្នឹងគឺមានកម្ដៅត្រឹមតែ30អង្សាតែប៉ុណ្ណោះតែអ្វីដែលសំខាន់គឺគាត់មិនអាចចាក់ចេញពីទីនោះដោយទុកឡានរបស់គាត់ចោលបានឡើយអញ្ចឹងដើម្បីឲ្យគាត់ចាក់ចេញជាមួយនឹងឡានរបស់គាត់បានព្យាយាមរកនឹកគ្រប់វិធីតើគាត់ត្រូវធ្វើយ៉ាងណាដើម្បីឲ្យគាត់ចាក់ចេញពីទីនេះជាមួយនឹងឡានរបស់គាត់ហើយក្នុងស្ថានភាពពេលនោះគឺគាត់គ្មានសូម្បីតែទូរស័ព្ទសម្រាប់ទំនាក់ទំនងសុំជំនួយពីខាងក្រៅចំណែកអាហារនិងទឹកគឺមានតិចតួចសម្រាប់ឲ្យគាត់ហូបបាន3ថ្ងៃហើយក្រោយពីគាត់បានចំណាយពេលគិតមួយសន្ទុះនោះគាត់បាននឹកឃើញវិធីចម្លែកមួយគឺគាត់នឹងកែម៉ាស៊ីនឡានរបស់គាត់ឲ្យក្លាយជាម៉ូតូកង់2មួយគ្រឿងដោយជំហានដំបូងរបស់គាត់គឺគាត់ត្រូវដោះឡានរបស់គាត់បំបែកចេញជា2ផ្នែកដោយតួឡានរបស់គាត់នោះគាត់បានដោះវាមកធ្វើជាជំរកសម្រាប់សម្រាកចំណែកម៉ាស៊ីនឡានវិញគាត់បានដោះវាទុកមួយឡែកនៅជិតនោះហើយចំពោះអាហារនិងទឹកគាត់បានលៃវាហូបយ៉ាងសន្សំសំចៃបំផុតតាមដែលអាចធ្វើបានលោកអ៊ីម៉ាលីគាត់បានយកសម្ភារៈជាងរបស់គាត់មកធ្វើការដោះតួម៉ាស៊ីនបំបែកទៅតាមផ្នែកនីមួយៗហើយបង្គុំវាឲ្យចេញទៅជារូបរាងម៉ូតូដោយគាត់ប្រើប្រាស់សម្ភារៈដែលគាត់មានដូចជារណាញញួរនិងដៃដាប់ជាដើមដោយការងារក្រោមកម្ដៅថ្ងៃបែបនេះគាត់គ្មានអាវដៃវែងសម្រាប់ការពារស្បែករបស់គាត់ឡើយតែគាត់បានប្រើស្រោមជើងរបស់គាត់មកធ្វើជាស្រោមដៃកវែងដើម្បីការពារពីកម្ដៅថ្ងៃហើយការងារទាំងនេះគាត់ធ្វើវាឡើងដោយប្រើកម្លាំងដៃរបស់គាត់ដែលគ្មានជំនួយពីម៉ាស៊ីនម៉ូទ័រឬប៉ក់ផ្សារឡើយជារៀងរាល់ថ្ងៃគាត់តែងតែងើបពីព្រឹកមកធ្វើការរបស់គាត់ហើយអ្វីដែលយើងមិនគួរឲ្យជឿនោះគឺគាត់ចំណាយពេលតែ3ថ្ងៃប៉ុណ្ណោះក្នុងការរៀបចំម៉ូតូមួយគ្រឿងនេះភ្លាមនោះគាត់បានយកវាទៅធ្វើតេស្តជិះសាកល្បងដែរប៉ុន្តែម៉ូតូនោះគឺមិនទាន់ដំណើរការល្អនៅឡើយទេហើយវាគ្មានសូម្បីតែហ្វ្រាំងនិងឈ្នាន់សម្រាប់ដាក់ជើងក្នុងករណីបើសិនជាគាត់ចង់ឈប់នោះគាត់ត្រូវយកជើងរបស់គាត់មកអមជាមួយហើយគាត់ក៏បាននិយាយដែរថាម៉ូតូនេះវាខ្លះវាសឹងតែសម្រាប់គាត់ម្ដងដែរដោយសារម៉ាស៊ីនរបស់វាកន្ត្រាក់ម្ដងធ្វើឲ្យគាត់ពិបាកក្នុងការទប់លំនឹងជាខ្លាំងហើយល្បឿនរបស់វាគឺបានត្រឹមតែ20គីឡូម៉ែត្រតែប៉ុណ្ណោះនៅក្នុង1ម៉ោងក្រោយពីបានធ្វើតេស្តម៉ូតូរបស់គាត់ហើយគាត់ចាប់ផ្ដើមដឹងអំពីចំណុចខ្វះខាតជាច្រើនដូចនេះគាត់បានចាប់ផ្ដើមធ្វើការរើម៉ូតូជាសាជាថ្មីម្ដងទៀតដោយគាត់បានកែកុនចំណុចខ្វះខាតមួយចំនួននិងរៀបចំធ្វើឲ្យម៉ាស៊ីនម៉ូតូរបស់គាត់មានដំណើរការល្អនិងមានល្បឿនលឿនជាងមុនតែអ្វីគ្រប់យ៉ាងគឺវាលើសពីការរំពឹងទុកគាត់បានចំណាយពេលនៅទីនេះលើស3ថ្ងៃទៅទៀតដោយគាត់បានព្យាយាមជួសជុលនិងតេស្តជិះសាកល្បងវាម្ដងហើយម្ដងទៀតគាត់ថាពេលនោះគាត់មិនបានរាប់ចំនួនដែលគាត់បានសាកល្បងទេគាត់ដឹងតែមួយយ៉ាងប៉ុណ្ណោះគឺធ្វើយ៉ាងណាដើម្បីចាក់ចេញពីទីនេះជាមួយនឹងម៉ាស៊ីនឡានរបស់គាត់រហូតចូលមកថ្ងៃទី12ដែលជាពេលមួយយូរជាងការរំពឹងទុករបស់គាត់ប៉ុន្តែក៏ជាពេលដែលធ្វើឲ្យគាត់មានសង្ឃឹមថ្មីដែរគឺគាត់បានធ្វើឲ្យម៉ាស៊ីនម៉ូតូដំណើរការបានល្អនិងមានលំនឹងក្នុងការបើកបរពេលឃើញដូចនេះគាត់សប្បាយចិត្តជាខ្លាំងគាត់បានចាប់ផ្ដើមប្រមូលរបស់ដែលគាត់គិតថាមានតម្លៃចំពោះគាត់ទៅជាមួយគាត់ហើយចាក់ចេញពីវាខ្សាច់នោះក្នុងការធ្វើដំណើរគាត់ចំណាយពេលប្រហែលជា2ម៉ោងដើម្បីមកដល់ផ្លូវជាតិវិញហើយនៅពេលនោះខាងប៉ូលីសនៃប្រទេសម៉ូរ៉ូកូបានឃាត់ខ្លួនរបស់គាត់នៅពេលដែលពួកគេបានឃើញគាត់បើកបរនៅលើដងផ្លូវមិនតែប៉ុណ្ណោះខាងប៉ូលីសក៏បានពិន័យទៅលើគាត់ផងដែរដោយសារតែម៉ូតូរបស់គាត់គឺមិនត្រឹមត្រូវដូចនឹងឯកសារដែលគាត់បានបង្ហាញហើយចុងក្រោយលោកអ៊ីម៉ាលីក៏បានទៅរស់នៅប្រទេសបារាំងវិញនិងបន្តក្តីស្រឡាញ់របស់គាត់ក្នុងការកែច្នៃហើយរឿងរបស់គាត់ក៏មិនសូវជាវែងនៅស្មុគស្មាញប្រហែលទេប៉ុន្តែអត្ថន័យរបស់គាត់នៅក្នុងរឿងនេះគឺបានបង្ហាញយើងឲ្យដឹងថាចំណេះវិជ្ជាគឺពិតជាសំខាន់ក្នុងជីវិតរបស់យើងអានេះបើយើងសាកសម័យថាប្រសិនជាមនុស្សធម្មតាប្រកាសជាយើងមិនអាចកែច្នៃឡានឲ្យទៅជាម៉ូតូដូចគាត់បានទេប្រកាសណាស់ថាយើងទាំងអស់គ្នានឹងដើរកាត់វាខ្សាច់នេះជាមិនខានហើយជាចុងក្រោយនៅក្នុងវីដេអូនេះខ្ញុំក៏ឆ្លៀតឱកាសសូមនិយាយរំលឹកទៅដល់បងប្អូនចំនួនក្រោយដែរប្រសិនជាបងប្អូនមានពេលទំនេរគួរតែរៀនជំនាញបន្ថែមហើយឥឡូវគឺងាយទៀតបើចង់រៀនអីយើងអាចមើលតាម YouTube បានក្នុង YouTube អ្វីក៏មានដែរដូចជាការកាត់វីដេអូកែរូបភាសាអីហ្នឹងគឺសុទ្ធតែគេទៅការចាំបាច់ហើយការរៀននោះក៏មិនសូវជាអស់លុយច្រើនដែរនៅក្នុងអ៊ីនធឺណិតហ្នឹងក៏តែយើងចាយទៅលើអ៊ីនធឺណិត Wi-Fi ឬក៏ការទូរស័ព្ទប្រចាំខែតែប៉ុណ្្នឹងឯងហើយការរៀនហ្នឹងក៏យើងមិនបាច់បខំដែរយើងក៏ហាយើងគិតថាមួយថ្ងៃយើងអាចមករៀន1ម៉ោងក៏2ម៉ោងលក្ខណៈថាយើងដូចរៀនលេងភ្លេចខ្លួនមួយឆ្នាំអីយើងចេះមកជំនាញបាន
ហើយអ្វីដែលខ្ញុំនិយាយហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់សូម្បីតែវីដេអូដែលអ្នកទាំងអស់គ្នាកំពុងតែមើលហ្នឹងក៏ខ្ញុំរៀនតាម YouTube ក្នុងការផលិតដែរហើយមិនតែប៉ុណ្ណោះហ្នឹងជំនាញដែលអ្នកទាំងអស់គ្នារៀនលេងហ្នឹងក៏អាចជាឱកាសមួយទៅថ្ងៃក្រោយដែរបើសិនជាអ្នកទាំងអស់គ្នាចូលធ្វើការអីអ្នកទាំងអស់គ្នាអាចមានជំនាញហ្នឹងនៅ background អ្នកទាំងអស់គ្នាហើយនៅពេលដែលយើងចេះច្រើនយើងក៏មានឱកាសច្រើនតាមនឹងដែរហើយអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាហើយវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយសូមអរគុណទៅដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាយើងនឹងជួបគ្នាក្នុងវីដេអូបន្តសូមឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អគ្រប់ពេលវេលាហើយកុំភ្លេចចុច Subscribe ផងអ្នកទាំងអស់គ្នាសូមអរគុណវីដេអូនេះ sponsor ដោយ ALC បើសិនជាលោកអ្នកទាំងអស់គ្នាចង់ស្វែងរកផលិតផលប្រើប្រាស់ឬសម្ភារៈជាងដែលមានតម្លៃសមរម្យជាមួយនឹងគុណភាពនោះអ្នកទាំងអស់គ្នាអាចរកមើលបាននៅលើ Facebook Page របស់ ALC ឬក៏ search នៅលើ app L192 ដោយគ្រាន់តែវាយពាក្យ ALC លោកអ្នកនឹងអាចស្វែងរកបានទំនិញជាច្រើនប្រភេទ